ផ្លែចឹងណាអ្នកច្បាស់អំពៅធ្លាប់តែញ៉ាំបបរគ្រឿងធម្មតាប៉ុន្តែនៅនេះវិញគឺថាអូគេមានបបរគ្រឿងក្នុងហើយគ្រឿងក្នុងរបស់គេហ្នឹងគឺគេយកទៅស្រស់និយាយទៅគឺថាកន្លែងគាត់នេះប្លែកម្យ៉ាងដែរហើយចំពោះតម្លៃវិញគឺមានចាប់ពី8000ឡើងទៅហើយសម្រាប់ជំរឿសាច់របស់គាត់មានច្រើនដូចឃើញនៅក្នុងវីដេអូអញ្ចឹងសឹងថាប្រព័ន្ធនេះអីញ៉ាំគ្នា2 3នាក់មិនអស់និយាយពីថា Google Map នៅខាងច្បាស់អំពៅហ្នឹងអត់ដឹងមិនទេវិលចុះវិលឡើងហើយ Twister នេះជិះវិលតាំងពីហាងនេះអត់ទាន់បើកណារហូតមកដល់ជិះម្ដងទៀតឃើញគាត់បើកលក់ហើយតំណងពុកម៉ែបងប្អូនឃើញគាត់ដាក់តាំងមានគ្រឿងក្នុងហ្នឹងច្រើនជំរឿដូចសាច់ញាត់អីរបស់គាត់នៅវិញក៏តំណងដែរហ្នឹងគឺយកទៅស្រស់ក៏បានអាំងក៏បានណាប៉ុន្តែពេលដែល Twister ទៅដល់ហ្នឹងគឺគាត់អត់ទាន់ចាប់ផ្ដើមអាំងទេអញ្ចឹង Twister យកគ្រឿងក្នុងហ្នឹងយកទៅស្រស់ហើយសម្រាប់នេះគឺជាប្រភេទបបររបស់គាត់ហើយបន្លែនេះគឺគាត់រៀបចំមកស្អាតតែម្ដងប្លែកម្យ៉ាងដែរប្លែកពីយើងញ៉ាំបបរគ្រឿងធម្មតាណាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ទៅសាអីគឺអាចទៅនេះបានដែលគាត់មានបើកលក់ចាប់ពីម៉ោង1ថ្ងៃត្រង់ទៅហើយចំពោះទីតាំងវិញគឺនៅចិត្តជាមួយនឹងស្ពានច្បារអំពៅផ្លូវ371 Twister នឹងដាក់ Google Map ដើម្បីងាយស្រួលពុកម៉ែបងប្អូនទៅរកអញ្ចឹងហើយសម្រាប់គ្រឿងក្នុងជ្រូកហ្នឹងគឺគាត់យកមកស្រស់ចែកពុកម៉ែបងប្អូននិយាយទៅគឺថាគ្រឿងក្នុងជ្រូកនេះមានប្រមាណគឺគាត់ប្រមូលមកទាំងអស់តែម្ដងឲ្យតែមាននៅក្នុងខ្លួនជ្រូកអញ្ចឹងអ្នកណាគេដែលចង់ញ៉ាំជាប្រភេទគ្រឿងក្នុងជ្រូកអីគឺអាចមករកនៅនេះបានហើយសម្រាប់បបរគឺគាត់មានជាប្រភេទឈាមជ្រូកអីនៅខាងក្នុងហ្នឹងណាហើយគ្រឿងក្នុងគឺគាត់ដាក់នៅខាងក្រៅនិយាយទៅគឺរសជាតិនេះសម្រាប់ពុកម៉ែបងប្អូននៅខាងច្បារអំពៅដែលធ្លាប់បានទៅញ៉ាំអីជួយ comment នៅខាងក្រោមវីដេអូផងហើយនេះគឺជាប្រភេទទឹកកាពិគឺយើងយកមកជ្រលក់ជាមួយនឹងសាច់គ្រឿងក្នុងដែលស្រស់មុនហ្នឹងពុកម៉ែបងប្អូនហើយច្របាច់ជាមួយនឹងក្រូចឆ្មាដាក់ម្ទេសហិលមកអូយនិយាយពីថាជាតិហ្មងឲ្យតែជាប្រភេទទឹកជ្រលក់អីចេះគឺมันអាចខ្វះបានទេជាមួយនឹងម្ទេសហិលញៀកកាន់តែហិលគឺកាន់តែឆ្ងាញ់កាន់តែជាតិតែម្ដងហើយគ្រឿងក្នុងអីនេះរបស់គាត់ពុកម៉ែបងប្អូនគឺយើងយកមកជ្រលក់ជាមួយនឹងទឹកកាពិសម្រាប់ទឹកកាពិនេះគឺក្លិនរៀងដិតជាងកាពិយើងធម្មតាអញ្ចឹងពុកម៉ែបងប្អូនអាចទៅសាកបានបើសម្រាប់ Twister វិញគឺជាលើកទី1ទេដែលតែញ៉ាំនិយាយទៅគឺអត់ដែរស្គាល់កន្លែងគាត់ពីមុនមកទេដោយសារតែជិះវិញ Google Map នៅក្រោមស្ពានច្បារអំពៅហ្នឹងដល់ពេលអញ្ចឹងទៅឃើញកន្លែងគាត់បើកតំណងក៏ចូលសាកប៉ុន្តែរសជាតិគឺអត់ខុសបំណងទេហើយសម្រាប់ Twister វិញថ្ងៃនេះគឺទៅជាមួយនឹង Boostrong សម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរឬមួយក៏បើកបរផ្លូវចិត្តឆ្ងាយចុះទៅដើរលេងតាមខេត្តល្ងុយគេងអីហ្នឹងណាគឺថាញ៉ាំ Boostrong ធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃហើយជាពិសេសគឺស្វាងល្ងុយគេងហ្នឹងតែម្ដងញ៉ាំ Boostrong ឆ្ងាញ់ជាងគេពិសេសគឺរសជាតិឆ្ងាញ់ដិតជ្រៅហើយ Boostrong គឺជាផលិតផលខ្មែរពុកម៉ែបងប្អូនអញ្ចឹងយើងចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នាវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេ